Coupe anniversary 10 ឆ្នាំហ្នឹងសូមមករៀបរាប់តិចពីប្រវត្តិស្នេហាហ្នឹងមុំតបានមកដល់សប្តាហ៍ថ្ងៃនេះគឺឆ្លងកាត់រឿងជាច្រើនហើយពេលវេលា10ឆ្នាំហ្នឹងគឺដើរលឿនខ្លាំងមែនតើពួកខ្ញុំជួបគ្នាក្នុងឆ្នាំ2016កំឡុងពេលខ្ញុំធ្វើ volunteer អ្នកស្ម័គ្រចិត្តនៅខាងខេត្តបាត់ដំបងហើយកាលហ្នឹងខ្ញុំគឺជា in country volunteer គាត់គឺជា international volunteer ហើយ project មួយហ្នឹងគឺមានរយៈពេល3ខែនៅភូមិកោះកឡខេត្តបាត់ដំបងកំឡុងពេលដែលស្ម័គ្រចិត្តហ្នឹងគឺគេមានច្បាប់មួយ volunteer ហាមតាក់ទងគ្នាប៉ុន្តែហេតុតែគូព្រេងទោះបីជាច្បាប់អត់ឲ្យតាក់ទងគ្នាមិនក៏នៅតែតាក់ទងគ្នាដែរហើយកាលហ្នឹង Christian គឺគាត់ក្លាហានខ្លាំងមែនតើមកសារភាពប្រាប់យើងមុនអីចឹងណាហើយមូលហេតុដែលខ្ញុំទទួលយកគាត់ហ្នឹងគឺមនុស្សគាត់ចូលចោះជាមួយនឹងខ្មែរយើងខ្លាំងមែនតើជាមនុស្សម្នាក់ដែលចិត្តល្អងាយស្រួលក្នុងការនិយាយជាមួយហើយខ្ញុំមើលទៅ slow ណាពេលដែលខ្ញុំជួបគ្នាហ្នឹងគឺក្មេងៗមែនតើតែ20តិចតួចអីទេ project ហ្នឹងគឺមានរយៈពេលតែ3ខែអញ្ចឹងមានន័យថាក្រោយចប់ project ហ្នឹងគឺគាត់ត្រូវត្រឡប់ទៅប្រទេសដើមវិញគឺប្រទេសអង់គ្លេសគាត់កូនកាត់អង់គ្លេសជាមួយនឹងឥណ្ឌាប៉ុន្តែក៏អត់ដែរបានទៅនៅឥណ្ឌាទេគាត់នៅតែអង់គ្លេសដោយសារតែប៉ាគាត់មូទៅប្រទេសអង់គ្លេសហ្នឹងតាំងពីតូចមុនពេលដែលគាត់ត្រឡប់ទៅប្រទេសអង់គ្លេសវិញខ្ញុំក៏បាននិយាយជាមួយគ្នាដែរថាខ្ញុំចូលចិត្ត serious relationship ខ្ញុំអត់ចង់បានអ្នកដែលលេងសើចទេហើយបើអត់ចង់មានបំណងចង់ការមួយខ្ញុំទេគឺមិនបាច់តាក់ទងគ្នាទេខាងប្រុសគឺគេថាគឺគេច្បាស់លាស់ជាមួយយើងហើយអានេះជួបគ្នាតែបាន2ខែណាច្បាស់លាស់ជាមួយខ្ញុំហ្មងពេលដែលគាត់ត្រឡប់ទៅអង់គ្លេសវិញនឹងមានអ្នកគេនិយាយច្រើនមែនតើថាអូគេមិនត្រឡប់មកវិញទេគ្មានទៅ work ទេ relationship មួយហ្នឹងដោយសារតែពួកយើងធ្វើ long distance ពួកយើងធ្វើ long distance រយៈពេល8ខែបន្ទាប់មកទៀតគាត់មកលេងខ្មែរបាន2ខែក៏ត្រូវត្រឡប់ទៅអង់គ្លេសវិញដើម្បីព្យាបាលជើងរបស់គាត់ហើយការព្យាបាលមួយឆ្នាំគាត់ក៏រើមកនៅខ្មែរដោយសពថ្ងៃហើយ long distance ហ្នឹងមានរយៈពេលមួយឆ្នាំ8ខែពេលនៅឆ្ងាយពីគ្នាហ្នឹងអ្វីដែលយើងធ្វើគឺតែងតែខលរកគ្នារាល់ថ្ងៃមកអត់មានដាច់ទេបន្ទាប់មកទៀតគាត់ក៏ចាប់ផ្ដើមរើមកនៅខ្មែរជាប់លាប់ដូចសពថ្ងៃហ្នឹងទៅមកទល់ឥឡូវហ្នឹងគឺមានរយៈពេលមួយទសវត្សរ៍ជាមួយគ្នាមានអារម្មណ៍ថាលឿនខ្លាំងមែនទែនពេលវេលាហើយមូលហេតុដែលធ្វើឲ្យពួកខ្ញុំនៅមួយគ្នារហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងដោយសារតែម្នាក់កាចម្នាក់ slow ម្នាក់រឹងម្នាក់ទន់អូបើថារៀបរាប់តាក់ទងជាមួយនឹងរឿងស្នេហាហ្នឹងគឺថាវែងឆ្ងាយនិយាយ2ថ្ងៃក៏អត់អស់ផងអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺកាត់ត្រឹមនឹងបានហើយអរគុណច្រើនបាយបាយ